ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំទៀតហើយវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការកំណត់អតិបរមាបន្ទុកនៅពេលដែលយើងបូកបន្ទុកសិស្សគឺយើងកំណត់បន្ទុកឲ្យថាដូច test 1 100បន្ទុក test 2 គឺ100បន្ទុកអញ្ចឹងហើយយើងទៅកំណត់បន្ទុកវាក្រែងលោដែលថាពេលយើងច្រឡំថាបញ្ចូលលើសបន្ទុកអីទៅវាថាវា error បន្ទុកយើងដែរអញ្ចឹងហើយយើងទៅកំណត់កន្លែងហ្នឹងកុំអោយនៅពេលដែលយើងច្រឡំបញ្ចូលលើសទៅគាត់ថាវាមានបញ្ហាពេលក្រោយអញ្ចឹងទៅតែឥឡូវយើងដើម្បីមកខាត់ពេលយើងទៅមើលទាំងអស់គ្នាតែក្នុងការកំណត់នេះដំបូងឡើយយើង select កន្លែងបន្ទុកនឹងមកឲ្យអូសមកខាងក្រោមមកអូសមកដល់ខាងក្រោមមកហើយខ្ញុំ select ទាំងពីរនេះដោយសារ test 1 test 2ហ្នឹងគឺវាបន្ទុកដូចគ្នាបើខ្ញុំធ្វើភ្ជាប់ទាំងពីរតែម្ដងបើសិនជាមុខវិជ្ជាយើងបន្ទុកខុសគ្នាយើងអាចកំណត់ទាំងពីរទាំងអស់យ៉ាងបានទេយើងកំណត់វាមួយនេះដោយសារវាបន្ទុកដូចគ្នាអញ្ចឹងតែយើងដើម្បីកំណត់យើងចូលទៅកាន់ data ហើយយកពាក្យនេះ data validation ហើយយកពាក្យ data validation ដែលពាក្យខាងលើគេណាករណីដែលវា download អញ្ចឹងយើងចុចពាក្យ no ហើយនៅពេល download មកអញ្ចឹងហើយសូមបងប្អូនយកពាក្យដែរនេះ value any value ខាងលើហ្នឹងរួចហើយយកពាក្យ whole number ខាងលើនេះ whole number ចុចមកអាខាងលើនេះយើងយកពាក្យ between ខាងលើណាពាក្យ between ឬហើយយើងមើលកន្លែង minimum មានន័យថាបន្ទុកដែលទាបបំផុតដែលលេខដែលទាបបំផុតលេខបានមានលេខ0ហ្នឹងយើងដាក់លេខ0នេះ maximum អតិបរមាវាលេខបន្ទុកយើងមិន100មែនទេ100យើងដាក់ទៅ100មកយ៉ាងមកដាក់ទៅ100មករួចហើយយើងចុចពាក្យ OK ហើយយើងទៅសាកដាក់មើលអត់ហើយយើងច្រឡំដាក់110ចុះតើវាលោតឲ្យអត់គឺវាអត់លោតឲ្យទេដោយសារយើងកំណត់រួចហើយបើសិនជាយើងដាក់ក្រោម100គឺវាអត់ឲ្យគឺវាឲ្យ sorry គឺវាឲ្យដូចថាយើងដាក់90ចុះ enter គឺបានធម្មតាណា80បានធម្មតាតែបើយើងដាក់លើសហ្នឹងគឺវាអត់ឲ្យទេព្រោះយើងកំណត់ហើយកន្លែង200បន្ទុកtotal score នេះយើងអាចកំណត់វាបានដូចគ្នាកំណត់វាយើងអូសចឹងមកអូសមករួចហើយចូលកន្លែងមិញ data validation ទៀតមកនេះពាក្យខាងលើនេះពាក្យ any value ណាហើយយកពាក្យ whole number រួចហើយខាងលើនេះយើងយកពាក្យ between អានេះយើងដាក់មកមិញ200បន្ទុកហើយ200បន្ទុកវាដាក់អត់0ដូចគ្នាមកនេះយើងដាក់ដល់200មកកំណត់វាមកអូខេបើសិនជាយើងច្រឡំបញ្ចូលលើសអីទៅមើលសាប់ដាក់201 202គឺវាអត់ឲ្យទេបាទអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្ណឹងបាទក៏សូមអរគុណដល់បងប្អូនដែលបានទស្សនាវីដេអូខ្ញុំនេះជម្រាបលាបាទសូមជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងធ្វើវីដេអូផ្សេងៗទៀតហើយបងប្អូនអាច comment នៅខាងក្រោមវីដេអូបានបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូពីអីអាច comment ខាងក្រោមបានបាទអរគុណជម្រាបលា